អង្គព្រះទីជាបានស្ដេចពីជាមួយនឹងកូនស្រីទូបង្គំចំពោះមុខមហាជនហើយតែកំព្រាកូនស្រីរបស់ទូបង្គំទៀតពេលនេះកូនស្រីទូបង្គំមានគ្រោះថ្នាក់ដល់ជីវិតសូមព្រះអង្គរកយុត្តិធម៌ឲ្យទូបង្គំផងព្រះបិតានាងបានរុញប្អូនជីដូនមួយរបស់គេធ្លាក់គ្រោះស្រីម្នាក់នេះមានចិត្តពុះពោលមែនមិនស័ក្តិសមជាឋានៈព្រះជាយានោះទេអញ្ចឹងឯងក៏មិនគួរឆេវឆាវបែបនេះដែរនាងអ្វីត្បិតតែមានអាកប្បកិរិយាមិនសូវសមរម្យមែនប៉ុន្តែយ៉ាងណាគេស្មោះត្រង់ចំពោះឯងមិនអញ្ចឹងឲ្យគេធ្វើជាព្រះជាយារងទៅឆាប់សិនខ្មៅលងហើយធ្វើរបៀបដូចជាមានអកង្វះនាងទីបំផុតកូនដឹងខ្លួនហើយក្រែងកូននិយាយថាខ្លួនពុតជាសន្លប់ដើម្បីបង្ខំព្រះរាជទាយាទទួលកូនជាព្រះជាយាយហាខ្ញុំឆ្លងចាំមកក្នុងរឿងប្រឡំលោកហើយចាំមកធ្វើជាទូតដែលងប់នឹងស្នេហាតែគេសម្លាប់ទាំងគ្រួសារទៀតនៅក្នុងប្រឡំលោកនោះក្រោយពេលដែលអ៊ីនាងធ្វើជាព្រះជាយាយរបស់ព្រះរាជទាយាហើយត្រូវតួឯងដែលជាព្រះរាជទាយានោះប្រាស្រ័យឲ្យត្រូវសម្លាប់មួយគ្រួសារខ្លួនឯងក៏ត្រូវគេធ្វើបាបរហូតដល់ស្លាប់ដែរសំណាងណាស់ដែលខ្ញុំបានឆ្លងចូលមកក្នុងសភៅនេះតាន់ពេលមិនចាំទេរៀបការជាមួយនឹងព្រះរាជទាយាហើយគ្រួសារខ្ញុំទាំងមូលនឹងត្រូវគេសម្លាប់ឯងពុំហើយសំខាន់ថ្វាយបង្គំព្រះអង្គខ្ញុំម្ចាស់មិនសុខចិត្តរៀបការជាមួយនឹងរាជទាយាទេក្រែងយើងតាមពីដើមស្រឡាញ់រាជទាយាណាស់មែនទេតើមិនចង់ធ្វើជាព្រះជាយាទេអ្នកណាថាខ្ញុំម្ចាស់ស្រឡាញ់ព្រះរាជទាយាខ្ញុំម្ចាស់មានអ្នកដែលស្រឡាញ់ផ្សេងទៀតនាងនិយាយថាម៉េចនាងកូនត្រូវគេវាយដល់ឈួតហើយមែនទេបានម្នាក់នោះជាអ្នកណាដែរយើងនឹងប្រទានមង្គលការឲ្យភ្លាមអាចយកដាំចូលមកទីនេះបានហើយមានប្រធានកៅអីអង្គុយទៀតគាត់ច្បាស់ជាតួអង្គអក្សរបំផុតនៅក្នុងសភៅឈុនអ៊ីហានដែលជារដ្ឋមន្ត្រីការពារជាតិមានហើយក្រាបទូលព្រះអង្គចាំម្ចាស់មានចិត្តស្រឡាញ់លោករដ្ឋមន្ត្រីការពារជាតិឈុនអ៊ីហានជាយូរមកហើយខ្ញុំពិតជាស្លាប់មែនតើបើជានិយាយថាស្រឡាញ់អាណាចម្នាក់ព្រះអង្គប្រកាសជាមិនហ៊ានប្រទានពរការទេហើយលោកក៏មិនហ៊ានបង្ខំឲ្យខ្ញុំរៀបការដែរហើយខ្ញុំអាចចូលនៅឆ្ងាយពីទូឯប្រោតឲ្យចង់សម្រាប់ខ្ញុំទៀតព្រោះមើលបានសប្បាយប្រព័ន្ធចម្បាក់បេះដូងត្រឹមបានតែដំណើរការសូមអបអរអ្នកនេះដែលបានចង់ចាត់ជាមួយនឹងតួអង្គឈុនអ៊ីហានថាម៉េចតើកូនត្រូវព្រះរាជទាយាផ្ដាច់ពីដល់ឈ្មោះហើយមែនទេឈុនអ៊ីហានម្នាក់នោះគឺជាអាមាត្យទេណាអ្នកនាងទី5នាងប្រកាសហើយស្រឡាញ់ជូនណាស់ទៅហើយអញ្ចឹងកាលពីមុនគេតង់ទាញជើងគ្រាន់តែចង់ទាញដោះសំប្រមានអត្រានៃការរស់ម្ដង20វិនាទីទេសពញ្ញាខាត់ឈុនអ៊ីហានដើម្បីដំណើរការភាគតិចមិនចឹងទេនឹងត្រូវស្លាប់ភ្លាម10 9 8 7 5 4 3មិនខ្វល់ទេចង់ធ្វើភាពរដ្ឋមន្ត្រីការពារជាតិមិនចេះប្រមាណកម្លាំងវិញអូព្រះហើយនាងចំមកនេះពិតជាខ្លាំងពេកហើយមាន system ណាដែលត្រូវប្រើការចាប់គេតាមមិនដំណើរការភារកិច្ចអញ្ចឹងនោះ system តែយើងបានបញ្ចប់ភារកិច្ចហើយណែអង្គអាសាតនៅនេះបានដំណើរការភារកិច្ចដែលជោគជ័យបានជោគជ័យក្នុងកម្មបន្តជីវិតទៀតពេលនេះអត្រាការរកគឺអត្រាការរកបន្តបានប្រមាណទៅ systemចង់ស្លាប់មែនទេ system ទាំងរ៉ៃអត់phảiយើងស្លាប់ហើយគេម្នាក់នេះគឺជារដ្ឋមន្ត្រីការពារជាតិដែលសម្លាប់មនុស្សមិនព្រិចភ្នែកទេទោះបីជាខ្ញុំឲ្យបន្តជីវិតហើយក៏នឹងត្រូវគេសម្លាប់ឲ្យស្លាប់ដែរឈុនអ៊ីហានឆាប់ដោះលែងកូនស្រីយើងភ្លាមទៅណែ
លោករនមន្ត្រីការពារជាតិឈប់សិនអ្នកនាងអ៊ីងទី5គ្រាន់តែមិនអាចទប់ចិត្តចំពោះលោកបានតែប៉ុណ្ណោះមិនដឹងថាលោកគិតបែបហ្នឹងឯណាទូលបង្គំមិនសុខចិត្តទេគេប្រមាថមើងងាយដល់ទូលបង្គំយ៉ាងនេះទូលបង្គំដាច់ខាតមិនលើកលែងឲ្យគេទេមើលតែមានតែសម្រុកចូលទេមើលតែខ្ញុំម្ចាស់ហើយនឹងលោកម្ចាស់ឆាន់អ៊ីគ្មាននិស័យនឹងគ្នាអញ្ចឹងខ្ញុំម្ចាស់ស្លាប់តែល្អជាងន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 ា
ៀនឆាប់ហៅពេទ្យលួងមកនាងតើស្រីម្នាក់នេះចង់បានអីឲ្យប្រកាសទៅឬមួយជាបាយគាត់ដាក់ចង់តាក់ទងជាមួយខ្ញុំនាងមិនថានាងប្រែប្រួលភ្លាមដោយសារអីទេប៉ុន្តែការពិจิตមុនគ្រួសារនាងមានចិត្តលុបលង់គឺជាការរៀបរៀងដ៏ធំបំផុតចំពោះការឡើងសោយរារបស់យើងហើយយើងបានជារស់ឡើងវិញម្ដងទៀតទៅហើយយើងត្រូវតែកម្ចាត់ពួកគេចោលទាំងអស់អ្នកនាងទីបំផុតអ្នកនាងបានខ្លួនហើយឃ្លានខ្លាំងហើយមែនទេឆាប់ញ៉ាំនំតិចទៅមិនក៏ខ្ញុំធ្វើពិតជាស្លាប់រហូតដល់គេលោកបែបនេះអរគុណប្រព័ន្ធចង្វាក់បេះដូងស្អីគេនោះនិយាយខាងនេះខ្ញុំបានចង់ភ្ជាប់ជាមួយនឹងឈុនអ៊ីហានហើយហើយមួយក៏ខ្ញុំត្រូវចាប់គេថាដើម្បីបន្តជីវិតរាល់ថ្ងៃប៉ុន្តែ system ចង្រៃយកនេះមកកណ្ដាលបន្តដំណើរការទៀតអត្រានៃការរស់នៅរបស់ខ្ញុំថាប្រហែលតែទេប្រព័ន្ធបានជួយចូលរកអត្រានៃការរស់នៅរបស់អ្នកនាងនៅសល់1ម៉ោងសមត្ថភាពជីវិតបានតាន់ពេលមិនអញ្ចឹងទេនឹងត្រូវស្លាប់ភ្លាមអ្នកនាងតាអ្នកនាងយ៉ាងម៉េចហើយថាឆាប់ឡើងឆាប់ទៅដល់ក្តាមឈូសល្អមួយឲ្យខ្ញុំតែអ្នកនាងក៏20ខ្ញុំអីមិនអីទេអញចេញទៅសិនទៅចាSystem អញប្រាប់ចាក់ច្បាស់មកក្រែងយើងបានធ្វើភារកិច្ចខែងតាមកកណ្ដាលសាល់តែ1ម៉ោងទៀតហើយភារកិច្ចការពីលើកបនគឺគ្រាន់តែដើម្បីដំណើរការភារកិច្ចតែប៉ុណ្ណោះលើកនេះគឺជាភារកិច្ចសម្រាប់អ្នកថ្មីអ្នកនាងអញរើសយកបានបោះបង់ចោលហើយគឺគេរងចាំស្លាប់តែអញក៏មក20យើងឆាប់និយាយមកភារកិច្ចរបស់អ្នកថ្មីគឺជាស្អីតែទី1បន្ថែមភាពរីរី10ពិន្ទុដល់ដៃគូដែលបានចង់ចាប់នោះឲ្យបន្តជីវិតមួយថ្ងៃទី2ថាគ្នាជាមួយនឹងដៃគូដែលចង់ចាប់ឲ្យបន្តជីវិតបានមួយថ្ងៃពេលនេះឈុនអ៊ីហានខឹងរហូតដល់ចង់សម្លាប់ខ្ញុំតែមិននឹងអាចសប្បាយចិត្តទេបាននិយាយចាំទៅគេចង់ឲ្យយើងចាប់គេថាទៀតហើយមែនទេទោះបីជាយើងជាកូនស្រីរបស់លោកអបរាជក៏ដោយប៉ុន្តែអញឲ្យយើងទៅលេងសើចជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិត្តអាក្រក់ម្នាក់នោះពីរដងទុំបែបនេះគេច្បាស់ជាចាំខ្ញុំរាប់មិនកំណត់ហើយអ្នកនាងអាចរះយកកាប់បោះចោលប្រុសថាយ៉ាងណាមិនយកមិនឆាប់ក៏គង់តែស្លាប់អញបាត់មកទៅដើម្បីរស់នៅបន្តទៀតយើងបដិស្លាប់ហើយលោករដ្ឋមន្ត្រីការពារជាតិសំខាន់មួយពីនាងស្រីម្នាក់នេះពិតជាគួរឲ្យស្លាប់មែនលោកម្ចាស់នៅមាត់ទ្វារខាងជើងមានមនុស្សគួរឲ្យសង្ស័យម្នាក់កំពុងតែមានបំណងចង់ផ្លាស់លបងចូលដំណាក់សម្រាប់ចោលទៅគាត់គឺជាកូនស្រីរបស់លោកអាម៉ាតដែលចាប់លោកម្ចាស់ហើបនៅក្នុងទីជ្រាំងនោះមិនមែនខ្ញុំចង់ដឹងរឿងផ្ទាល់ខ្លួនរបស់លោកទេប៉ុន្តែមនុស្សទូទាំងជីងឈឹងសុទ្ធតែនិយាយតគ្នាដល់ទីហ៊ានការពារដំណាក់ចេញឲ្យគេចូលមកយើងចាំមើលថាគេប្រើល្បិចស្អីទៀតសម្រាប់មែនអត្រានៃការរស់របស់
របស់អ្នកនេះណា5នាទីទេសិនធ្វើការបន្តជីវិតអត់តាន់ពេលដំណាក់កាលធំយ៉ាងនេះឆានអ៊ីហានណែណាទៅខ្ញុំគឺជាក្មេងស្រីដែលមកពីសតវត្សទី21ទាំងមូលឬមកក៏ត្រូវស្លាប់នៅសម័យបុរាណនេះទៅជីវិតខ្ញុំនេះពិតជាវេទនាណាស់នាង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 នា
ៀនឆាប់ហៅពេទ្យលួងមកនាងតើស្រីម្នាក់នេះចង់បានអីឲ្យប្រកាសទៅឬមួយជាបាយគាត់ដាក់ចង់តាក់ទងជាមួយខ្ញុំនាងមិនថានាងប្រែប្រួលភ្លាមដោយសារអីទេប៉ុន្តែការពិចិត្រមុនគ្រួសារនាងមានចិត្តលុបលង់វាជាការរៀបរៀងដ៏ធំបំផុតចំពោះការឡើងសោយរារបស់យើងហើយយើងបានជារស់ឡើងវិញម្ដងទៀតទៅហើយយើងត្រូវតែកម្ចាត់ពួកគេចោលទាំងអស់អ្នកនាងទីបំផុតអ្នកនាងបានខ្លួនហើយឃ្លានខ្លាំងហើយមែនទេឆាប់ញ៉ាំនំតិចទៅមិនក៏ខ្ញុំធ្វើពិតជាស្លាប់រហូតដល់គេលោកបែបនេះអរគុណប្រព័ន្ធចង្វាក់បេះដូងស្អីគេនោះនិយាយខាងនេះខ្ញុំបានចង់ភ្ជាប់ជាមួយនឹងឈុនអ៊ីហានហើយហើយមួយក៏ខ្ញុំត្រូវចាប់គេថាដើម្បីបន្តជីវិតរត់ថ្ងៃប៉ុន្តែ system ចង្រៃយកនេះមកកណ្ដាលបន្តដំណើរការទៀតអត្រានៃការរស់នៅរបស់ខ្ញុំថាប្រហែលតែទេប្រព័ន្ធបានជួយចូលរ៉ាអត្រានៃការរស់នៅរបស់អ្នកនាងនៅសម1ម៉ោងសមបន្តជីវិតបានតាន់ពេលមិនអញ្ចឹងទេនឹងត្រូវស្លាប់ភ្លាមអ្នកនាងតាអ្នកនាងយ៉ាងម៉េចហើយថាឆាប់ឡើងឆាប់ទៅដល់ក្តាមឈូសល្អមួយឲ្យខ្ញុំតែអ្នកនាងក៏20ខ្ញុំអីមិនអីទេអញចាញ់ទៅសិនទៅចាSystem អញប្រាប់ចាច្បាស់មកក្រែងយើងបានធ្វើភារកិច្ចខែងតាមកកណ្ដាលសាល់តែ1ម៉ោងទៀតហើយភារកិច្ចការពីលើកមុនគឺគ្រាន់តែដើម្បីដំណើរការភារកិច្ចតែប៉ុណ្ណោះលើកនេះគឺជាភារកិច្ចសម្រាប់អ្នកស្រីអ្នកនាងអាចរើសយកបានបោះបង់ចោលហើយគឺគេរងចាំស្លាប់តែអញក៏មក20យើងឆាប់និយាយមកភារកិច្ចរបស់អ្នកថ្មីគឺជាស្អីតែទី1បន្ថែមភាពរីរី10ពិន្ទុដល់ដៃគូដែលបានចង់ចាប់នោះអាចបន្តជីវិតមួយថ្ងៃទី2ថាគ្នាជាមួយនឹងដៃគូដែលចង់ចាប់អាចបន្តជីវិតបានមួយថ្ងៃពេលនេះឈុនអ៊ីហានខឹងរហូតដល់ចង់សម្លាប់ខ្ញុំតែមិននឹងអាចសប្បាយចិត្តទេបាននិយាយចាំទៅគេចង់ឲ្យយើងចាប់គេថាទៀតហើយមែនទេទោះបីជាយើងជាកូនស្រីរបស់លោកអបរាជក៏ដោយប៉ុន្តែអញឲ្យយើងទៅលេងសើចជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិត្តអាក្រក់ម្នាក់នោះពីដើមទុំបែបនេះគេច្បាស់ជាចាំខ្ញុំរាប់មិនកំណត់ហើយអ្នកនាងអាចរះយកកាប់មកបងចាប្រុសថាយ៉ាងណាមិនយកមិនឆាប់ក៏គង់តែស្លាប់អញបាត់មកតែដើម្បីរស់នៅបន្តទៀតយើងបាត់ស្លាប់ហើយលោករដ្ឋមន្ត្រីការពារជាតិសំខាន់មួយពីនាងស្រីម្នាក់នេះពិតជាគួរឲ្យស្លាប់មែនលោកម្ចាស់នៅមាត់ទ្វារខាងជើងមានមនុស្សគួរឲ្យសង្ស័យម្នាក់កំពុងតែមានបំណងចង់ផ្លាស់លបងចូលដំណាក់សម្រាប់ចោលទៅគាត់គឺជាកូនស្រីរបស់លោកអាម៉ាតដែលចាប់លោកម្ចាស់ហើបនៅក្នុងទីជ្រាំងនោះមិនមែនខ្ញុំចង់ដឹងរឿងផ្ទាល់ខ្លួនរបស់លោកទេប៉ុន្តែមនុស្សទូទាំងជីងឈឹងសុទ្ធតែនិយាយតគ្នាដល់ទីហ៊ានការពារដំណាក់ចេញឲ្យគេចូលមកយើងចាំមើលថាគេប្រើល្បិចស្អីទៀតសំខាន់មែនអត្រានៃការរស់របស់អ្នកនាងនៅដល់5នាទីទេសំធ្វើការបន្តជីវិតអត់តាន់ពេលដំណាក់ការធំយ៉ាងនេះឈុនអ៊ីហាននៅណាទៅ
ខ្ញុំគឺជាក្មេងស្រីដែលមកពីសតវត្សទី21ទាំងមូលឬមកក៏ត្រូវស្លាប់នៅសម័យបុរាណនេះទៅជីវិតខ្ញុំនេះពិតជាវេទនាណាស់នាងឆាប់ហៅពេទ្យលួងមកនាងតាស្រីម្នាក់នេះចង់បានអីឲ្យប្រកាសទៅឬមុននេះជាអបាយគាត់ដាក់ប្រចាំតាក់ទងជាមួយខ្ញុំនាងមិនថានាងប្រែប្រួលភ្លាមដោយសារអីទេគាត់តែការពិជាតិមុនគ្រួសារនាងមានចិត្តលុបលួងគឺជាការរៀបរៀងដ៏ធំបំផុតចំពោះការឡើងសោយរារបស់យើងហើយយើងបានជារស់ឡើងវិញម្ដងទៀតទៅហើយយើងត្រូវតែកម្ចាត់ពួកគេចោលទាំងអស់អ្នកនាងទីបំផុតអ្នកនាងបានខ្លួនហើយឃ្លានខ្លាំងហើយមែនទេឆាប់ញ៉ាំនំតិចទៅមិនក៏ខ្ញុំធ្វើពិតជាស្លាប់រហូតដល់គេលោកបែបនេះអរគុណប្រព័ន្ធចង្វាក់បេះដូងស្អីគេនោះនិយាយខាងនេះខ្ញុំបានចង់ចត់ជាមួយនឹងឈុនអ៊ីហានហើយឬមួយក៏ខ្ញុំត្រូវចាប់គេថាដើម្បីបន្តជីវិតរាល់ថ្ងៃប៉ុន្តែ system ចង្រៃយកនេះមកកណ្ដាលបន្តដំណើរការទៀតអត្រានៃការរស់នៅរបស់ខ្ញុំសពប្រមាណតែទេប្រព័ន្ធបានជួយចូលរកអត្រានៃការរស់នៅរបស់អ្នកនាងនៅសល់1ម៉ោងសមបន្តជីវិតបានតាន់ពេលមិនអញ្ចឹងទេនឹងត្រូវស្លាប់ភ្លាមអ្នកនាងតាអ្នកនាងយ៉ាងម៉េចហើយថៅឆាប់ឡើងឆាប់ទៅរកក្តាមឈូសល្អមួយឲ្យខ្ញុំតែអ្នកនាងក៏មកភ័យខ្ញុំអីមិនអីទេអញចេញទៅសិនទៅចាSystem អញប្រាប់ចាក់ច្បាស់មកក្រែងយើងបានធ្វើភារកិច្ចខែងតាមកកណ្ដាលសាល់តែ1ម៉ោងទៀតហើយភារកិច្ចការពីលើកបនគឺគ្រាន់តែដើម្បីដំណើរការភារកិច្ចតែប៉ុណ្ណោះលើកនេះគឺជាភារកិច្ចសម្រាប់អ្នកស្រីអ្នកនាងអញរើសយកបានបបអស់ចោលហើយគឺតែយើងចាំស្លាប់តែអញក៏មក20យើងឆាប់និយាយមកភារកិច្ចរបស់អ្នកថ្មីគឺជាស្អីតែទី1បន្ថែមភាពរីរី10ពិន្ទុដល់ដៃគូដែលបានចង់ចាប់នោះឲ្យបន្តជីវិតមួយថ្ងៃទី2ថែមគ្នាជាមួយនឹងដៃគូដែលចង់ចាប់ឲ្យបន្តជីវិតបានមួយថ្ងៃពេលនេះឈុនអ៊ីហានខឹងរហូតដល់ចង់សម្លាប់ខ្ញុំតែមិននឹងអាចសប្បាយចិត្តទេបាននិយាយចាំទៅគេចង់ឲ្យយើងចាប់គេថែមទៀតហើយមែនទេទោះបីជាយើងជាកូនស្រីរបស់លោកអបរាជក៏ដោយប៉ុន្តែអញឲ្យយើងទៅលេងសើចជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិត្តអាក្រក់ម្នាក់នោះពីរដងទុំបែបនេះគេច្បាស់ជាច្រាំខ្ញុំរាប់ម៉ឺនកំណត់ហើយអ្នកនាងអាចរះយកការបបបង្ការប្រុសថាយ៉ាងណាមិនយកមិនឆាប់ក៏គង់តែស្លាប់អញបាត់មកទៅដើម្បីរស់នៅបន្តទៀតយើងក៏ដល់ស្លាប់ហើយលោករដ្ឋមន្ត្រីការពារជាតិសំខាន់មួយពីនាងស្រីម្នាក់នេះពិតជាគួរឲ្យស្លាប់មែនលោកម្ចាស់នៅមាត់ទ្វារខាងជើងមានមនុស្សគួរឲ្យសង្ស័យម្នាក់កំពុងតែមានបំណងចង់ផ្លាស់លបងចូលដំណាក់សម្រាប់ចោលទៅគាត់គឺជាកូនស្រីរបស់លោកអាម៉ាតដែលចាប់លោកម្ចាស់ហើបនៅក្នុងទីជ្រាំងនោះមិនមែនខ្ញុំចង់ដឹងរឿងផ្ទាល់ខ្លួនរបស់លោកទេប៉ុន្តែមនុស្សទូទាំងជិញ្ជឹងសុទ្ធតែនិយាយតគ្នាដល់ទីហ៊ានការពារដំណាក់ចេញឲ្យគេចូលមកយើងចាំមើលថាគេប្រើល្បិចស្អីទៀតសំខាន់មែនអត្រានៃការរស់របស់អ្នកនាងដល់5នាទីទេសំធ្វើការបន្តជីវិតអត់តាន់ពេលដំណាក់ការធំយ៉ាងនេះឈុនអ៊ីហាននៅណាទៅខ្ញុំគឺជាក្មេងស្រីដែលមកពីសតវត្សទី21ទាំងមូលឬមកក៏ត្រូវស្លាប់នៅសម័យបុរាណនេះទៅ
ពិតជាវេទនាណាស់នាង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 นาងស្រីម្នាក់នេះចង់បានអីឲ្យប្រកាសទៅឬមួយជាបាយគាត់ដាក់ចង់តាក់ទងជាមួយខ្ញុំនាងនាងមិនថានាងប្រែប្រួលភ្លាមដោយសារអីទេប៉ុន្តែការពិចិត្រមុនគ្រួសារនាងមានចិត្តលុបលង់គឺជាការរៀបរៀងដ៏ធំបំផុតចំពោះការឡើងសោយរារបស់យើងហើយយើងបានជារស់ឡើងវិញម្ដងទៀតទៅហើយយើងត្រូវតែកម្ចាត់ពួកគេចោលទាំងអស់អ្នកនាងទីបំផុតអ្នកនាងបានខ្លួនហើយឃ្លានខ្លាំងហើយមែនទេឆាប់ញ៉ាំនំតិចទៅមិនក៏ខ្ញុំធ្វើពិតជាស្លាប់រហូតដល់គេលោកបែបនេះអរគុណប្រព័ន្ធចង្វាក់បេះដូងស្អីគេនោះនិយាយខាងនេះខ្ញុំបានចង់ភ្ជាប់ជាមួយនឹងឈុនអ៊ីហានហើយហើយមួយក៏ខ្ញុំត្រូវចាប់គេថាដើម្បីបន្តជីវិតរាល់ថ្ងៃប៉ុន្តែ system ចង្រៃយកនេះមកកណ្ដាលបន្តដំណើរការទៀតអត្រានៃការរស់នៅរបស់ខ្ញុំសប្រមាណតែទេប្រព័ន្ធបានជួយចូលរ៉ាអត្រានៃការរស់នៅរបស់អ្នកនាងនៅសល់1ម៉ោងសមត្ថភាពជីវិតបានតាន់ពេលមិនអញ្ចឹងទេនឹងត្រូវស្លាប់ភ្លាមអ្នកនាងតាអ្នកនាងយ៉ាងម៉េចហើយថាំឆាប់ឡើងឆាប់ទៅដល់ក្តាំឈូសល្អមួយឲ្យខ្ញុំតែអ្នកនាងក៏មកភ័យខ្ញុំអីមិនអីទេអញចាញ់ទៅសិនទៅចាSystem អញប្រាប់ចាក់ច្បាស់មកក្រែងយើងបានធ្វើភារកិច្ចខែងតាមកកណ្ដាលសាល់តែ1ម៉ោងទៀតហើយភារកិច្ចការពីលើកមុនគឺក្រាន់តែដើម្បីដំណើរការភារកិច្ចតែប៉ុណ្ណោះលើកនេះគឺជាភារកិច្ចសម្រាប់អ្នកស្រីអ្នកនាងអញរើសយកបានបោះបង់ចោលហើយគឺគេរងចាំស្លាប់តែអញក៏មកភ័យយើងឆាប់និយាយមកភារកិច្ចរបស់អ្នកថ្មីគឺជាស្អីតែទី1បន្ថែមភាពរីរី10ពិន្ទុដល់ដៃគូដែលបានចង់ចាប់នោះឲ្យបន្តជីវិតមួយថ្ងៃទី2ថាគ្នាជាមួយនឹងដៃគូដែលចង់ចាប់ឲ្យបន្តជីវិតបានមួយថ្ងៃពេលនេះឈុនអ៊ីហានខឹងរហូតដល់ចង់សម្លាប់ខ្ញុំតែមិននឹងអាចសប្បាយចិត្តទេបាននិយាយចាំទៅគេចង់ឲ្យយើងចាប់គេថាទៀតហើយមែនទេទោះបីជាយើងជាកូនស្រីរបស់លោកអបរាជក៏ដោយប៉ុន្តែអញយើងទៅលេងសើចជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិត្តអាក្រក់ម្នាក់នោះពីដើមទុំបែបនេះគេច្បាស់ជាច្រាំខ្ញុំរាប់ម៉ឺនកំណត់ហើយអ្នកនាងអាចរះយកកាប់បោះចោលប្រុសថាយ៉ាងណាមិនយកមិនឆាប់ក៏គង់តែស្លាប់អញបាត់មកទៅដើម្បីរស់នៅបន្តទៀតយើងបដិស្លាប់ហើយលោករដ្ឋមន្ត្រីការពារជាតិសំខាន់មួយពីនាងស្រីម្នាក់នេះពិតជាគួរឲ្យស្លាប់មែនលោកម្ចាស់លោកម្ចាស់នៅមាត់ទ្វារខាងជើងមានមនុស្សគួរឲ្យសង្ស័យម្នាក់កំពុងតែមានបំណងចង់ផ្លាស់លបងចូលដំណាក់សម្រាប់ចោលទៅគាត់គឺជាកូនស្រីរបស់លោកអាម៉ាតដែលចាប់លោកម្ចាស់ហើបនៅក្នុងទីជ្រាំងនោះមិនមែនខ្ញុំចង់ដឹងរឿងផ្ទាល់ខ្លួនរបស់លោកទេប៉ុន្តែមនុស្សទូទាំងជីងឈឹងសុទ្ធតែនិយាយតគ្នាដល់ទីហ៊ានការពារដំណាក់ចេញឲ្យគេចូលមកយើងចាំមើលថាគេប្រើល្បិចស្អីទៀតសំខាន់មែនអត្រានៃការរស់របស់អ្នកនាងដំណើរតាមនាងមកស្រែកយំនៅក្នុងដំណាក់ខ្ញុំនេះកំពុងតែហៅព្រលឹងខ្មោចមែនទេលោកចាស់ឆាន់អីពិតជាចែកបានមែនយប់យ៉ាងនេះទៅហើយខ្ញុំក៏កំពុងតែដើរលេងអាចជួបលោកបានទៀតស្រីដតេទៀតរត់គេចពីខ្ញុំដូចជាខ្ញុំសត្វចម្លែកអញ្ចឹងតែនាងមិនខ្លាំងមានល្បិចកលស្អីទេ
ខ្ញុំបានយកនំមកផ្ញើលោកទៀតផងលោកឆាប់លោកមកតែនលើថាកូនប្រុសទី4របស់លោកអូបារ៉ាញ់មានជំនាញខាងប្រើថ្នាំពុលមានថ្នាំពុលដែលគ្មានក្លិនគ្មានពណ៌អាចសម្លាប់មនុស្សដោយមិនបន្តដាំបានឆ្ងាញ់ខ្លាំងណាស់ណាមិញខ្ញុំញ៉ាំអស់ច្រើនហើយឆ្ងាញ់រហូតដល់ចង់យកមកនៅមិញនេះគេយំដូចជាចិត្តស្លាប់អញ្ចឹងឬមួយក៏លោកអូបារ៉ាចង់ឲ្យគេទៅស្លាប់ជាមួយខ្ញុំរួចគេយកកំហុសនេះទម្លាក់ឲ្យរីកទីយានដល់ពេលនោះលោកអូបារ៉ានឹងឡើងធំម្នាក់ឯងហើយពិតជាល្បិចអាក្រក់ព្រោះពលសាហាវពិតមែនបាននិយាយទៅតួអង្គចិត្តអាក្រក់ម្នាក់នេះពិតជាមានមុខមាត់សង្ហាខ្លាំងណាស់ទោះជាចាប់គេថាភ័យត្រូវគេសម្រាប់អញ្ចឹងបានស្លាប់ដល់ក្រោមដើមការមកតាមហើយជាខ្លាំងក៏អត់ចិត្តដែរឈឺឆាងហើយនាំអ្នកនាងអ៊ីនទី5ត្រឡប់ទៅដំណាក់វិញទៅកុំឲ្យនាងស្លាប់នៅទីនេះមិនក៏គេដឹងថាខ្ញុំចិត្តស្លាប់ខ្ញុំមិនមែនអត្រានៃការរស់របស់អ្នកនាងនៅមិនដល់10វិនាទីទេ5 4 3 2ស្លាប់ហើយវិវហេមិនបានថាមកគេផងប៉ុន្តែថាតាអាចបន្តជីវិតដល់ជោគជ័យដែរឬអត់ទេទិញអំអសតនអ្នកបានបន្តជីវិតដល់ជោគជ័យអត្រានៃការរស់របស់អ្នកនៅពេលនេះគឺមានរយៈពេល72ម៉ោងពិតជាប្រសើរណាស់អាចរស់បានមួយថ្ងៃទៀតហើយនេះហើយគឺជាការអប់រំរបស់គ្រួសារនាងដាក់ថ្នាំពុលមិនជោគជ័យក៏ប្រើល្បិចអន់បែបនេះដើម្បីបំផាំងភ្នែករបស់គេចាប់ហើយលោកមិនត្រូវខឹងទៀតហើយអ្នកនាងទី5ប្រហែលជាមិនរស់ទេខាងបងលោកចាស់ខាងអ៊ីខ្ញុំមិនចិត្តល្អយកនំឲ្យលោកមិនញ៉ាំកាហិតទេហើយចង់ទម្លាក់កំហុសខ្ញុំទៀតពិតជាធ្វើខ្ញុំឈឺចិត្តខ្លាំងណាស់នាងខ្ញុំផ្ដល់ឱកាសឲ្យនាងជាលើកចុងក្រោយនាងយកចូលដំណាក់ជើងទាំងជុំតាមមានបំណងស្អីឲ្យប្រកាសទៅចិត្តតិចពេលនេះមិនអាចដកថយបានទេមិនអញ្ចឹងទេនឹងធ្វើឲ្យឈុនអ៊ីហាងកាន់តែសង្ស័យខ្ញុំកាន់តែខ្លាំងឡើងទៀតចង់ដឹងហើយខ្លួនបែបនេះក៏លោកមិនដឹងដែរខ្ញុំកំពុងតែតាមស្រឡាញ់លោកនឹងហើយនាងកំពុងតែតាមស្រឡាញ់ខ្ញុំត្រូវហើយអ្នកនាងទី5កុំភ្លេចថាខ្ញុំគឺជាអាម៉ានដែលមនុស្សស្រីគ្រប់គ្នាតែងតែស្អប់អាយ៉ាមិនអីនោះទេខ្ញុំសុខចិត្តធ្វើជាមិត្តរួមចិត្តរបស់លោកចាស់ខ្ញុំមិនខ្លាចថាលោកមានឬក៏គ្មានសាច់ប្រមាណខាំនោះទេរឿងនាងនៅព្រះរាជជាតិគេដឹងទូទាំងរាជធានីពេលនេះបែរជាចង់ឲ្យខ្ញុំពាក់ព័ន្ធជាមួយនាងប្រកាសជាមានចេតនាមិនល្អហើយខ្ញុំគឺត្រូវពុកបង្ខំទេពុករបស់ខ្ញុំមានចិត្តចង់ភ្ជាប់សម្ព័ន្ធភាពជាមួយនឹងព្រះរាជយាទតែគាត់អត់ខ្ញុំទៅយកចិត្តព្រះរាជយាទតាមពិតទៅខ្ញុំស្រឡាញ់លោកទៅវិញទេពិតមែនណាតែវតាមានភ្នែកទីបំផុតខ្ញុំមានឱកាសបានប្រាប់លោកពីចិត្តស្មោះរបស់ខ្ញុំហើយលោកម្ចាស់ការពេទ្យជាតិលោកមិនមែនសំបីតែឱកាសមួយនេះក៏ដល់ខ្ញុំទេមែនទេឬមួយក៏នាងពិតជាស្រឡាញ់ខ្ញុំមែនមិនត្រូវទេស្រីម្នាក់នេះមិនខ្វល់ពីច្បាប់ទម្លាប់ចូលចិត្តនិយាយប្រេះផ្ដាស់ហើយមកក្រាស់ទៀតផងប្រកាសជាកំពុងតែនិយាយកុហកឆៃហៅជួនអ្នកនាងទី5ត្រឡប់ទៅវិញបានលោកម្ចាស់ការពេទ្យជាតិខ្ញុំនឹងមកម្ដងទៀតត្រីសួស្ដីពិតជាគួរឲ្យធុញមែនខ្ញុំមិនដែលឃើញមនុស្សស្រីណាលេងសើចជាមួយលោកម្ចាស់ហើយនៅមានជីវិតនោះទេលោកម្ចាស់ប្រកាសជាមានចិត្តចំពោះអ្នកនាងទី5ជាមិនខានទេអ្នកនាងទី5អ្វីត្បិតតែលោកម្ចាស់មានចំណុចខ្វះខាតពិតមែនប៉ុន្តែគាត់ពិតជាមានចិត្តល្អណាស់មនុស្សដែលឈុនអ៊ីហានសម្រាប់នោះឈាមរបស់ពួកគេស្ទើរតែខ្លាយទៅជាទលេមួយទៅហើយបើសិនជាគេជាមនុស្សល្អមនុស្សនៅលើលោកនេះមិនមនុស្សអាក្រក់ទេនៅក្នុងនំនេះមានបន្ថែមក្របខួរក្បាលលោកយកទៅញ៉ាំទៅទេមិនអាចជន់ខ្ញុំទៅវិញទេនេះជាថាយកនំនោះឲ្យខ្ញុំជាពិសេសបែរជាឲ្យទៅអ្នកដទៃពេលនេះពិតជាកំពុងតែបោកប្រាស់ខ្ញុំមែនអ៊ីនាងខ្ញុំប្រកាសជាឲ្យនាងទទួលបាននូវលទ្ធផលដែលបោកប្រាស់ខ្ញុំ
នាងទោះបីជាឯមិនចង់រៀបការជាមួយនឹងព្រះរាជយាទក៏ដោយនៅក្នុងរាជធានីនេះមានបរិសុទ្ធមានទេពកោសល្យច្រើនយ៉ាងនេះទុកឲ្យកូនរើសហេតុអីបានជាទៅស្រឡាញ់អាមាត្យម្នាក់នោះទៅវិញឯចង់ធ្វើឲ្យពុកខឹងស្លាប់មែនទេបងមានតែខ្ញុំរៀបការជាមួយឈុនអីហានទេទៅគ្រួសារយើងទាំងមូលអាចរកបានបងជាដុនមួយជាយ៉ាងគេទៅជាមនុស្សស្រីដែលព្រះរាជយាទស្រឡាញ់ខ្ញុំធ្វើអាក្រក់ដាក់បងជាដុនមួយដល់ថ្នាក់នេះព្រះរាជយាទមិននឹងអាចលើកលែងខ្ញុំបានទេរៀបការជាមួយព្រះរាជយាទពួកយើងមួយគ្រួសារប្រកាសជាត្រូវទៅជួបជុំគ្នានៅឋាននរកហើយនិយាយប្រទេសប្រដាប់ស្អីនឹងជឿមើលទៅឯងប្រហែលជាឈួតហើយខ្ញុំឈុនថៅឆាប់ទៅហៅនៅប្រុសទី4មកពិនិត្យអ្នកនាងទី5បន្តិចទៅលោកម្ចាស់ស្នំអាចចិត្តប្រសុទ្ធបាត់ហើយអ្នកប្រុសទី4ត្រូវគេហៅចូលទៅវាំងបាត់ហើយតែស្នំអាចប្រសុទ្ធបាត់រួចមានសុវត្ថិភាពហើយទៅអាចចេញពីវាំងបានតែថាទៅកូនទី4ធ្វើជាពេទ្យលោកបានប្រយោជន៍ស្អីទៅសូម្បីទៅគ្រួសារឯងក៏ពិនិត្យមិនបានផងពីផងហើយ4ថ្ងៃក្រោយពេលដែលស្នំអាចប្រសុទ្ធបាត់ព្រះរាជយាទនឹងប្រាដៃបងទី4អ៊ីជីងធ្វើឲ្យព្រះរាជបាត់នៅក្នុងផ្ទៃស្នំអាចនោះស្លាប់ចំក្រាបបងទី4នឹងត្រូវសេ5 8សាសបន្ទាប់មកទៀតមនុស្សគ្រួសារអ៊ីនឹងត្រូវព្រះរាជបាត់ប្រារហូតដល់ស្លាប់យ៉ាងវេទនាទាំងគ្រួសារមើលតែបើសិនជាចង់ជួយគ្រួសារអ៊ីរបស់ខ្ញុំគឺត្រូវចាប់ផ្ដើមពីបងទី4ហើយប៉ុន្តែរឿងនៅក្នុងវាំងខ្ញុំមិនអាចលោកដៃបានទេឈុនអីហាគឺជាលោកម្ចាស់ការពិជាតិគេមានសារៈនៅក្នុងវាំងច្រើនចង់ឲ្យបងទី4ចេញពីវាំងដើម្បីគេទៅក្នុងថ្នាក់រកគេជួយស័ក្តិសមបំផុតហើយឯងភ្ញាក់ផ្អើលចានេះធ្វើស្អីទៅបងព្រះអង្គបាត់ចលនាការឲ្យមនុស្សទាំងអស់គ្នាចេញពីវាំងអស់ហើយមែនទេព្រះអង្គហៅឈុនអ៊ីហានទៅពិភាក្សាជាមួយទ្រង់មានតែគេទេដែលមិនទាន់ចេញពីវាំងត្រៀមរតែសតាំងខ្ញុំត្រូវទទួលអ្នកដែលខ្ញុំស្លាញ់ចេញពីធ្វើការហើយគេនិយាយថាម៉េចលួចរំលងលីមួខ្ញុំក៏មិនដឹងដែរមិនបានទេចាំពេលកូនទី4ត្រឡប់មកវិញត្រូវតែពិនិត្យសុខភាពឲ្យនាងហើយមិនក៏ឈុនអីហានដែលមិនទាន់ចេញមកទៀតអ៊ីនាងច្បាស់ជានាងមកញុះញង់ព្រះបិតាហើយរៀបរៀងជើងមិនឲ្យព្រះបិតាប្រទានមង្គលការជាមួយនឹងយងអ៊ីមែនទេការពិជាតិមុនគឺបែបនេះហើយលើកនេះយើងប្រកាសជាមិនអោយដូចបំណងនេះទេព្រះរាជយាទរបស់យើងគឺចៅអ៊ីតែម្នាក់មិនគេនិយាយជាតិមិនត្រូវទេនៅថ្ងៃនោះនៅក្នុងដំណាក់ធំនោះគេមិនសុខចិត្តរៀបការជាមួយខ្ញុំឲ្យខ្ញុំធ្វើជាព្រះជាយារងគឺចំណែកណាស់ហើយនៅក្នុងរឿងប្រឡំលោកនេះគេដើម្បីបានអំណាចអបរាជគេសុខចិត្តរៀបការជាមួយខ្ញុំតាឬមួយគេចាប់ជាបងម្ដងទៀតខ្ញុំគឺឆ្លងភពចូលមកក្នុងប្រឡំលោកនេះគួរឲ្យអស់សំណាច់មែនកំពុងតែនិយាយជាមួយនាងឈួតមែននេះជាអេរយាប័តរបស់នាងតាមតោងទាមជើងគ្មានប្រសិទ្ធភាពទើបធ្វើហីឲ្យយើងចាប់អារម្មណ៍មែនទេត្រង់បច្ចុប្បន្នថាខ្លួនឯងគឺជាกระดาษប្រាក់ហើយមែនទេទើបគាត់ថាគេគ្រប់គ្នាស្រឡាញ់ត្រង់នោះនាងអត្រាការសមាជិករបស់ឈុន纯余含余月值减20，余月值总值为-20。怎么突然减余月值了？纯余含在这儿。纯余含什么时候出来的？怎么回事？莫名有种被正房捉奸的心虚感。说什么钟情于我，还不是继续和太子纠缠不清？大人，您不是说五小姐特意在宫门口等您，特意掉头回来的吗？咱们还要不要过去？我是落了东西，何时说过特意来寻他？回府。是。余念，欲擒故纵对孤没用。更新今日任务，与纯余含同乘一辆马车。ពីបងហើយឈុនអ៊ីហានតែបានឥឡូវហើយខ្ញុំកំពុងតែនិយាយជាមួយនាងខ្លាំងទេអាយ៉ាខ្ញុំមិនចាំមិនតាន់ចាំថ្ងៃក្រោយចាំនិយាយទៀតចាំចាការពេជាតិចាំចាការពេជាតិហៀវអ្នកនាងទី5អរគុណហើយទៅរកឈុនអ៊ីហានទៅរកកន្លែងស្លាប់ដោយមិនសង្ស័យឡោះហើយយើងមិនចាំបាច់ប្រើដៃជើងបច្ចុប្បន្នដល់មែនលោកម្ចាស់ការពេទ្យជាតិពួកយើងបានជួបគ្នាទៀតហើយឆាប់ចុះទៅកុំចិត្តចង្អៀតបាច់នេះអីខ្ញុំខំមកទទួលលោកចេញពីធ្វើការប៉ុន្តែតែសាររបស់ដំណាក់អបរាជធ្វើបាត់ហើយលោកមិនចង់ឲ្យខ្ញុំដើរត្រឡប់ទៅវិញទេមិនខ្ញុំឃើញនាងនិយាយជាមួយព្រះរាជយាទសោយត្បាញដែរមិនអញ្ចឹងឲ្យរាជយាទជួនអ្នកនាងទី5ត្រឡប់ទៅវិញទៅគឺកាន់តែប្រសើរទៅលោកប្រចាំហើយខ្ញុំដឹងហើយលោកម្ចាស់ប្រកាសជាស្រឡាញ់ខ្ញុំដែរហើយខ្ញុំបានតែវត្ថុប្រចាំចិត្តក៏បានជួយដល់ខ្ញុំហើយខ្ញុំបានឲ្យវត្ថុប្រចាំចិត្តទៅនាងតាំងពីពេលណានេះលោកម្ចាស់មើលទៅក្រៅនេះក៏លោកម្ចាស់ជាអ្នកធ្វើឯងអើយឈឺណាស់នេះតើនាងខឹងខ្ញុំដែលខ្ញុំប្រើកម្លាំងដៃធ្ងន់ពេកតើនេះជាវត្ថុប្រចាំចិត្តស្អីទៅ
ឆាប់ទាញដៃអារបស់នាងស្រួលទៀតវិញនៅក្នុងដៃរបស់អ៊ីនាងតើមានពាក្យសិលធម៌ដែរទេឬមួយក៏នាងនៅជាមួយព្រះរាជាយាននាងធ្វើបាត់នេះដែរទោះបីវាមិនជាវត្ថុបញ្ចាំទៅក៏ប៉ិតមែនប៉ុន្តែលោកម្ចាស់ធ្វើឲ្យខ្ញុំមានរបួសបែបនេះទៅហើយក៏គួរតែជួយខ្ញុំទៅដែរមែនទេទៅបញ្ជាឆាន់អ៊ីហានម្នាក់នេះមើលទៅជាមនុស្សសាហាវប៉ុន្តែក៏មានចរិតសុភាពបរិសុទ្ធដែរបានបញ្ចប់ភារកិច្ចបន្តជីវិតក្នុងថ្ងៃនេះរួចអត្រាការរបបបន្ថែមថ្ងៃទៀត System ក៏មកស្វាត់ដល់ថ្នាក់នេះបានទេខ្ញុំសងនឹងគ្រោះថ្នាក់ដែលត្រូវឆាន់អ៊ីហានតតតម្លាក់លើសេះទៅហើយបន្ថែមឲ្យមួយថ្ងៃទេអ្នកនេះកំតាន់តែសាអីបញ្ចប់ភារកិច្ចបញ្ចាំបុណ្យកុសលកាយបន្ថែមបន្ទុកដល់អត្រានៃចិត្តមេត្តានៅពេលដែលបន្ទុកប្រមូលបាន1លានจะអាចសម្រាប់ទៅវិភពរបស់អ្នកនឹងវិញបានហើយភារកិច្ចទាំងនោះមានដូចជាជួយសង្គ្រោះមនុស្សចាស់ខ្លះខ្លះរបបបន្ថែមមួយបន្ទុកតើមួយថ្ងៃខ្ញុំគ្រាមមនុស្សចាស់10នាក់ក៏ត្រូវធ្វើការងារនេះបន្ត274ឆ្នាំដែរអញចង់ឲ្យយើងស្លាប់មែនទេបើសិនជាអាចសង្គ្រោះជនអាក្រក់បានម្នាក់ហើយជួយជនអាក្រក់នោះកិច្ចផុតពីការស្លាប់ដោយវេទនាព្រមទាំងកែប្រែជាមនុស្សល្អវិញបានគឺអាចទទួលបានអត្រានៃការធ្វើបុណ្យកុសលដល់10ម៉ឺនឯណោះបើសិនជាមនុស្សអាក្រក់ខ្លាំងវិញគឺនឹងប្រអប់បន្ទុកឲ្យកាន់តែច្រើនទៀតក្រៅនៅទីនេះគឺមានម្នាក់ស្លាប់ទៅហើយតើគេម្នាក់នេះហើយដែលជាតួអង្គចិត្តអាក្រក់លំដាប់កំពូលនោះនាងមើលមកខ្ញុំបែបនេះធ្វើស្អីទៅអេនាងលោកម្ចាស់មិននេះនៅលើផ្លូវមានដុំថ្មលោកម្ចាស់នៅនាងអ៊ីមិនអីទេជើសំតោនឹកនេះខ្ញុំពិតជាគ្មានចិត្តណាមែនរបស់អីនឹងលោកម្ចាស់មានលក្ខអាវុធសម្ងាត់ខ្ញុំសុំបន្តិចមើលអ៊ីនាងមិនអស់មើលទេក៏ហេតុតែចិត្តចង្អៀតមែនSystem មិននេះខ្ញុំអត់ថាឈុតអ៊ីហានទៀតហើយតែមានបន្ថែមបន្ទុករកខ្ញុំទៀតទេมันមិនជាភារកិច្ចខាង System ជាអ្នកដាក់អត់ទេมันរាប់បញ្ចូលពិតជាចិត្តចង្អៀតមែនអត្រាការសបាចិត្តរបស់ឈុតអ៊ីហានបានការឡើងបាត់បន្ទុកសរុបគឺ10ដងគេបាច់ជាសបាចិត្តពិតជាមិនយល់មែនតែស្គាល់នឹងគេស្អីទេឆ្លៀតពេលគេកំពុងតែអារម្មណ៍ល្អគឺអាចសុំឲ្យគេជួយបងទី4បានហើយនៅម្ចាស់ការពេកជាតិសៀនាមដឹងថារឿងនេះមិនគួរមកពឹងលោកម្ចាស់ទេបាទដឹងថាមិនគួរពឹងតាហើយមិនបាច់និយាយចេញមកទេក្រែងតែគាត់ថែមតែមិនកំត់នៅតែមានពឹសបែបនេះទៀតបងទី4របស់ខ្ញុំនៅក្នុងវាំងមានគ្រោះថ្នាក់ប៉ុន្តែគាត់ទទួលបញ្ជាពីព្រះអង្គមិនអាចចេញពីវាំងបានទេលោកម្ចាស់ការពេកជាតិលោកម្ចាស់មានតួនាទីធំពីអត្រានៃការសមាជិករបស់ឈុនអ៊ីហាន10សរុបគឺ10-20នេះជាស្ថានភាពអញលេងសមាជិកទៀតហើយមិនក៏អារម្មណ៍របស់គេនេះប្រែប្រួលលឿនដូចជាយន្តហោះអញ្ចឹងសំដីមួយម៉ាត់ណាក៏ស្រឡាញ់ខ្ញុំដែរតាមពិតមានគោលបំណងផ្សេងសោះអ៊ីនាងប្រមូលភាពคล้ายៗរបស់នាងចេញទៅម្យ៉ាងទៀតខ្ញុំក៏គ្មានសម្ព័ន្ធភាពអីជាមួយដំណាក់អបរាជដែររឿងមួយនេះខ្ញុំមិនជួយទេហើយមីបងហើយតែសាខាងពេកហើយមនុស្សអាក្រក់ម្នាក់នេះចាប់ផ្ដើមសង្ស័យថាខ្ញុំមានកំណត់អីផ្សេងទៀតហើយអាយ៉ាគួរតែចាំវិញកំដៅពេលនោះមិនត្រឹមតែមិនអាចជួយបងទី4បានទេថែមទាំងនាំទុកឲ្យខ្លួនឯងទៀតខ្ញុំនៅសង្ឃឹមថាឈុនអ៊ីហានជួយបន្តជួយរកខ្ញុំផងលោកម្ចាស់កាច់ដាក់ខ្ញុំបាត់នេះធ្វើអីទៅខ្ញុំគ្រាន់តែបារម្ភពីបងទី4របស់ខ្ញុំតែប៉ុណ្ណោះលោកបែរជាមិនសង្ស័យចិត្តស្មោះរបស់ខ្ញុំទៅវិញនេះខ្ញុំកំពុងតែតាមឆ្លាញ់លោកណាម៉ាត់នេះក៏ម៉ាត់ដឹងដែរពិតជាល្ងងមែនខ្ញុំម្ចាស់ឆ្លាញ់ឈុនអ៊ីហានជាយូរណាស់មកហើយលោកពិតជាហួសហេតុណាស់លោកពិតជាហួសហេតុណាស់អ៊ីនាងលោកម្ចាស់មានរឿងស្អីហ្នឹងលោកម្ចាស់សម្រាប់អ្នកនាងទី5ហើយនិយាយព្រាបផ្ដាស់ឆាងហើយគេស្លាប់នៅក្នុងរទេះសេះរបស់ខ្ញុំពិបាកបកស្រាយណាស់ហើយបរទេសទៅបោះចោលនៅកន្លែងភ្នូអនាថាទៅថាម៉េចមនុស្សចង្រៃឆាន់អ៊ីហាននេះពិតជាមានចិត្តសាហាវមែនបានឆាប់សិនខ្ញុំគ្រាន់បានហើយពិតជាពូកែធ្វើពុតមែនតែនាងទី5មិនទាន់ស្លាប់ទេលោកចាខ្ញុំស្លាប់ដល់ថ្នាក់នេះផងឯនៅមិនឆាប់បរទេសសេះរបស់លោកទៀតគឺទៅភ្នូអនាថាមែនទេអបរាលោកពិតជាចង់យកខ្ញុំប្រកបមែនទេបាន
លោកម្ចាស់លោកសាយហើយហេបើលោកសាយហើយបញ្ជាក់ថាលោកលេងខាងហើយមែនទេនិយាយច្រើនណាស់អង្គុយស្ងៀមទៅទទួលបញ្ជាលោកម្ចាស់នៅទី5មកដល់សំណាក់លោកឧបរាជហើយថ្ងៃនេះអរគុណលោកម្ចាស់ច្រើនហើយថ្ងៃក្រោយនេះខ្ញុំនឹងអរគុណលោកឲ្យបានល្អជាងនេះឈប់សិនសំណាក់យករបស់នេះទៅដើម្បីកុំឲ្យនាងនិយាយថាខ្ញុំធ្វើឲ្យនាងរបួសលោកម្ចាស់នេះចាត់ទុកថាជាវត្ថុបញ្ចាំទៅរបស់ខ្ញុំហើយនឹងលោកម្ចាស់ហើយមែនទេហើយវាក៏អាចបាត់បង់ស្នាមបានល្មមដែរនេះខ្ញុំសុំលាសិនហើយចាប់មែនវត្ថុបញ្ចាំចិត្តស្អីទេមិនដឹងថាគេគិតស្អីទេបានជាបំណងទាមទារវត្ថុបញ្ចាំចិត្តបានហើយព្យាយាមរកខ្ញុំបែបនេះទៀតបានមើលទៅប្រហែលជាស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយឬមួយក៏គេពិតជាប្រាថ្នាសម្ដីគ្រប់ម៉ាន់និយាយថាស្រឡាញ់ខ្ញុំតែតាមពិតទៅមានបំណងផ្សេងអ៊ីនានឈប់សម្ដែងទៀតទៅម្យ៉ាងទៀតខ្ញុំហើយនឹងដំណាក់អូបរ៉ាក៏គ្មានអីពាក់ព័ន្ធជាមួយគ្នាដែររឿងដែលចោលខ្ញុំមិនជួយទេសម្ព័ន្ធមិត្តបើសិនជាអាចបញ្ចប់បញ្ចូលឲ្យឈុនអ៊ីហាមភ្ជាប់សម្ព័ន្ធមិត្តជាមួយខ្ញុំបានគឺគួរតែអាចជួបអង្គទី4បានហើយតែគេម្នាក់នេះគឺបាននិយាយគ្នាណាគឺត្រូវរកវិធីយកចិត្តគ្នាបានអ្នកនាងខ្ញុំសូមផ្ដល់កលិសំខាន់មួយនៅពេលដែលកម្រិតច្បាប់កฎរបស់មនុស្សដែលអ្នកនាងលើស្រឡាញ់ដល់កម្រិតហើយអ្នកនាងអាចដោះសោអត្ថប្រយោជន៍ពិសេសបានអត្ថប្រយោជន៍ពិសេសក៏ចាប់អារម្មណ៍ណាឈុនថាអញថាទៅមនុស្សប្រាស់ដូចជាឈុនអ៊ីហាននេះតើគេអាចនឹងស្រឡាញ់របស់អីទេអ្នកនាងមិនបដូរចិត្តទេមែនទេនិយាយតាមត្រង់ទេលោកម្ចាស់ការពេជាតិគួរតែម្នាក់ផ្ដោះច្បាប់កฎឲ្យអ្នកនាងបានទេនាងល្អិតអញនេះមិនក៏បាច់ច្បាស់ឡានបាញ់នេះខ្ញុំកំពុងតែនិយាយរឿងត្រឹមត្រូវណាបាច់ឡានបរទេសសេះមែនទេឈុនថាអញជួយគិតខ្ញុំបន្តិចតែមើលណាអ្នកនាងខ្ញុំមិនដឹងទេកាលពីមុនពេលដែលអ្នកនាងអត់ខ្ញុំទៅសើពីបរិយាយាទនោះខ្ញុំនៅអាចទៅសួរអ្នកបម្រើក្នុងដំណាក់ខាងការដែលគ្រប់ស្គាល់ពីមុននោះបានប៉ុន្តែមនុស្សដែលធ្វើការក្នុងដំណាក់របស់លោកម្ចាស់ការពារជាតិនោះមិនអាចប្រកាសបានមិនអាចជើបដំណឹងបានទេអញនិយាយនេះក៏ត្រូវដែរខ្ញុំដឹកខែមនុស្សម្នាក់ហើយខ្ញុំនឹងទៅរកឆាងហើយឥឡូវនេះអ្នកនាងកំលឿនពេកឆាងហើយមកនេះមួយផ្លែអ្នកនាងទី5មិនក៏មកទីនេះលោកប្រាប់ខ្ញុំបន្តិចមើលច្បាយរបស់លោកមានចំណង់ចំណូលចិត្តអីពិសេសដែរទេឬមួយក៏អ្នកនាងទី5ចោលស្គាល់លោកម្ចាស់ឲ្យកាន់តែច្បាស់សម្ដីដែលខ្ញុំនិយាយថ្ងៃនោះអ្នកនាងទី5ប្រកាសជាទុកក្នុងចិត្តហើយអ្វីត្បិតតែលោកម្ចាស់មានចំណុចខ្វះខាតមែនប៉ុន្តែគាត់ជាមនុស្សចិត្តល្អណាស់អ្នកនាងទី5ទុកចិត្តចោះច្បាយរបស់ខ្ញុំគ្មានចំណង់ចំណូលចិត្តល្អនោះទេមនុស្សដែលចង់ប្រកបចិត្តច្បាយរបស់ខ្ញុំគឺពិតជាធ្លាប់បញ្ជូនស្រីស្អាតមកឲ្យគាត់ពិតមែនប៉ុន្តែច្បាយរបស់ខ្ញុំគឺបដិសេធហើយបញ្ជូនឲ្យត្រឡប់ទៅវិញទាំងអស់តាមពិតឈុនអ៊ីហានមិនស្រឡាញ់មនុស្សស្រីទេក៏ត្រូវដែរមនុស្សដែលក្រៀវហែកដូចជាគេបាននេះប្រកាសជាមានអារម្មណ៍ថាតូចចិត្តខ្លួនឯងហើយប្រហែលជាគេអាចនឹងស្រឡាញ់ខ្ញុំដឹងហើយសំខាន់លោកជួយយករបស់នេះទៅឲ្យច្បាយរបស់លោកបន្តិចទៅអ្នកនាងទី5ទុកចិត្តចោះខ្ញុំនឹងយកទៅឲ្យលោកម្ចាស់ខ្ញុំដោយផ្ទាល់ដៃលោកម្ចាស់មិញអ្នកនាងទី5បានសួរចំណងចំណូលចិត្តលោកម្ចាស់ពីខ្ញុំហើយបានជិញលោកម្ចាស់ទៅជួបទៀតមើលទៅគាត់ពិតជាមានចិត្តស្មោះជាមួយលោកម្ចាស់ហើយយប់នេះយាម9ជួបគ្នានៅសានហូឡូមិនជួបមិនបែកមិនដឹងខ្យល់អីមែនខ្ញុំមិនរវល់នឹងគេទេលោកម្ចាស់មនុស្សប្រុសមាត់ផ្សេងចិត្តផ្សេងគាត់ស្លាប់នេះមិនមែនមិនមកតាមការណារបស់ខ្ញុំទេលោកប្រុសប៉ាហូឡូគេប៉ាផ្ដាច់ប៉ះទៅហើយលោកមិនអាចចូលទៅបានទេខ្លានធំលោកដឹងថាលោកម្ចាស់ខ្ញុំជាអ្នកណាទេ
នេះមិនចេញមិនក៏គេមកទីនេះ ពីនាងគឺនាងជាអ្នកប៉ាផ្ដាច់មែនទេ បាត់ដឹងហើយនៅមិនឆាប់ចេញទៅទៀតក៏មកក្រុមខាងខ្ញុំទទួលភាពពិសេសរបស់ខ្ញុំ យើងមិនទៅបាត់ទ្វារ កំហើយយ៉ា បងប្រុសលោកម្ចាស់ទីបំផុតលោកមិនដល់ហើយហ៎អូយលោកម្ចាស់កំនៅឯអង្គឯណា ចាប់ហើយតែពាក្យស្ងាត់ដែលប្រាប់ទៅពួកគេគឺជាពេលបាត់ទ្វារទៅហើយ នាងជាមនុស្សស្រីដែលមិនទាន់រៀបការផងបើជាលួចមកណាត់ជាមួយនឹងប្រុសទាំងអស់នេះទៀតតើសមដែរទេឆាប់ចេញទាំងអស់ទៅព្រះរាជាយាទចេញមកជាហើយនៅមិនទៅឆ្ងាយទៀត កុំអីពលលោក ពីដំបូងឡើយនិយាយថារៀបការជាមួយនឹងអាម៉ាត់ម្នាក់នៅដំណាក់ធំឲ្យគេដឹងគ្រប់គ្នាថ្ងៃនេះបែរជាណាត់ជួបជាមួយមនុស្សប្រុសជាច្រើនបែបនេះនាងមិនខ្វល់គេឈ្មោះខ្លួនឯងក៏ហីចុះតែនាងជាបងជាដូនមួយរបស់យើងអាម៉ាត់តែយ៉ាងម៉េចខ្ញុំប្រាប់ត្រង់ទៅចាស់ត្រង់សម្បិតទៅចំរៀមដែររបស់លោកម្ចាស់ឈុនអីក៏មិនស្មើផងទេប្រាស់បែរជាហ៊ានយកយើងទៅប្រៀបផ្ទឹមជាមួយមន្ត្រីម្នាក់ បាននិយាយពីកម្ពស់រូបសម្រស់ហើយនឹងអំណាចឈុនអីហានគឺពូកែជាងរាជយាទគ្រប់យ៉ាងលោកគឺគ្រាន់តែលើកផ្សិតមកជុលមួយតែប៉ុណ្ណោះលោកបានចិត្តស្អីទៅសិនមកចូលស្អីទៅប្រកាសជាមិនមែនជាសម្ដីល្អទេយករបស់នេះទៅក៏មិនទោះថាជាមិនបានដាស់តឿននាងឈុនអីហានសម្រាប់មនុស្សដូចជាសមោចអញ្ចឹងបើនាងនៅតែរករឿងគេមិនជួមិនឆាប់នាងត្រូវស្លាប់ហើយកុំខ្លាចត្រៀមប្រាក់ចំណងដែរឲ្យខ្ញុំឲ្យនឹងលោកម្ចាស់ឈុនអីហានដល់ពេលនោះក៏ត្រូវយកមកចង់ដាក់ក្នុងខ្ញុំកោកាពីយើងអ្នកនាងទី5ចង់រៀបការជាមួយខ្ញុំដល់ថ្នាក់ទ្រាំមិនបានផងមែនទេអ្នកនាងទី5ចង់រៀបការជាមួយខ្ញុំដល់ថ្នាក់ទ្រាំមិនបានផងមែនទេប្រាំបាទដែលគេគ្រាន់តែជាមន្ត្រីម្នាក់សមហេតុដែលគេមិនមែនជាបិសាចមិនចឹងទេគឺឆាក់យកបេះដូងស្រីរបស់អ្នកទូទៅរាជធានីមិនខានទេខ្លាចជាមនុស្សគួរហើយខ្ញុំស្មានទៅលោកមិនមកទេក្រែងនាងជាអ្នកនិយាយថាមិនជួបមិនបាច់មិនចឹងក្អេងស្អាងក្រន់បានលោកម្ចាស់លោកបដកសកម្មថ្មីហើយពេលនេះពួកយើងក៏មានឆុតគូស្នេហ៍ហើយណាត់ខ្ញុំមកមានការស្អីមានអីក៏ចាំនិយាយត្រង់មកលោកម្ចាស់ខ្ញុំចង់នេះមិនមែនគិតចង់រៀបការជាមួយខ្ញុំនៅទីនេះទេមែនទេតើខ្ញុំគួរចូលព្រមដែរឬក៏អត់ខ្ញុំចង់ជាប់សម្ព័ន្ធមិត្តជាមួយនឹងលោកម្ចាស់ជាប់សម្ព័ន្ធមិត្តមិនមែនអីគ្មានស្អីទេមើលទៅនាងចង់ប្រើលេសភ្ជាប់សម្ព័ន្ធមិត្តនេះដើម្បីមកនៅក្បែរខ្ញុំនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ទើបបានជាប្រឹងរលេសបែបនេះហើយយ៉ាលោកម្ចាស់តើលោកម្ចាស់យកព្រមទេយកព្រមដែរទេព្រះរាជយាតាមខ្លំមើលលោកម្ចាស់ចាប់រហូតបើសិនជាលោកម្ចាស់ជាប់សម្ព័ន្ធមិត្តជាមួយនឹងខ្ញុំហើយដំណាក់អប្រែពួកយើងប្រកាសជាខ្លាចទៅជាកម្លាំងរបស់លោកម្ចាស់ហើយនាងអន់ទៅជាមកចិត្តខ្ញុំខ្ញុំមិនចូលចិត្តមនុស្សប្រុសទេម្យ៉ាងទៀតមើលទៅចិត្តស្មោះរបស់នាងនៅមិនទាន់គ្រប់គ្រាន់ទេនៅគិតខ្លួនឯងឲ្យបានល្អទៅមិនចូលចិត្តមនុស្សប្រុសក៏មិនចូលចិត្តមនុស្សស្រីអញ្ចឹងតើគេចូលចិត្តអីទៅឬមួយក៏ជាការស្រឡាញ់ប្រភេទទី4រំពាត់ខ្សែពោរបាំងភ្នែកទៀនប៉ុណ្ណឹងចុះបានចូលរោងខ្លាមិននឹងអាចចាប់ខ្លាបានទៅចេញដំណើរអ្នកនេះទី5ថ្ងៃនេះលោកម្ចាស់មានអារម្មណ៍មិនល្អទេខ្ញុំដាស់តឿនយល់ល្អគួរត្រឡប់ទៅវិញទៅតាំងគេផ្សំអារម្មណ៍ល្អតាំងពីពេលណាមកថ្ងៃនេះត្រូវចាប់សម្ព័ន្ធមិត្តជាមួយគេអែបបានមិនចឹងទេគឺជួយបងទី4មិនតាន់នោះទេប៉ុន្តែថ្ងៃនេះជាយប់ច័ន្ទពេញបរមីគឺមិនរកជាពេលធម្មតាទេជំងឺលោកម្ចាស់រើឡើងអ្នកនាងគួរតែលោកម្ចាស់ឈុនអីឈឺហើយ
ចឹងក៏ល្អដែរគឺឲ្យគាត់ហៅបងទី4របស់ខ្ញុំចេញពីក្នុងរាជវាំងមកមើលជំងឺឲ្យគាត់ដែរអាយ៉ាមិនបាច់ទេជំងឺរបស់លោកម្ចាស់នេះបានរកគ្រូពេទ្យល្បីៗជាច្រើនមកហើយសុទ្ធតែនិយាយថាគ្មានមធ្យោបាយពេលជំងឺនេះរើឡើងគ្រប់គ្រងខ្លួនឯងមិនបានអាចសម្លាប់មនុស្សទៀតគាត់ខ្លាចដល់ថ្នាក់នេះផងទេអ្នកនេះទី5ឆាប់ត្រឡប់ទៅវិញទៅខ្ញុំបញ្ញាប់ចូលទៅមើលលោកម្ចាស់ដើម្បីកុំឲ្យគាត់ធ្វើខ្លួនឯងរបួសចាត់ឆេះឆាំងឬមួយគេមានជំងឺប្រព័ន្ធប្រសាទតែដឹងសម្រាប់ដំណឹងនេះបានបញ្ចប់ភារកិច្ចចំពោះចំណុចថ្មីបានទទួលកញ្ចប់កាដូពិសេសខាងឆ្នាំងាប់អារម្មណ៍មួយកញ្ចប់យន្តការពារខ្លួនអាចទប់ទល់នឹងគ្រោះថ្នាក់ដល់ជីវិតពីរលក្ខតើអ្នកនេះចង់ដំណើរការឡើយទេតាមពិតភារកិច្ចរបស់អ្នកចំណុចថ្មីគឺបានជោគជ័យតាំងពីយូរហើយហេតុអីអញទៅប្រាប់យើងពេលនេះអ្នកនេះនិយាយអីហ្នឹងគឺគ្រាន់តែជាកំហុសឆ្គងរបស់ system ប៉ុណ្ណាខ្ញុំមិនជឿអញទេបើសិនជា system មានឧបករណ៍នៅក្នុងដៃទាំងហើយអញ្ចឹងតើខ្ញុំខ្លាចអីទៀតតើអាចកែប្រែស្ថានភាពកែប្រែវាសនាត្រូវគេសម្រាប់បានឬអត់គឺត្រូវចាំមើលយប់នេះហើយប្រាំងឡើងនំចាស់ឈុនអីក៏មកទោះថាជាមិនបានដាស់តឿននាងឈុនអ៊ីហានសម្រាប់មនុស្សដូចជាសមោចអញ្ចឹងអ្នកនេះទី5អ្នកនេះកុំចូលទៅអីចេញយកឆ្ងាយទៅញ៉ាំតែដើម្បីរងាប់អារម្មណ៍សិនទៅជឿប្រាប់ឲ្យនាងចេញទៅនាងមិនលឺទេអ្នកនាងទី5ឆាប់ចេញមកកុំរករឿងលោកម្ចាស់ទៀតអីមិនខ្ញុំចង់ទៅទេប៉ុន្តែខ្ញុំភ័យរហូតដល់ទន់ជើងទៅហើយអាយ៉ាមិនចង់ទេខ្ញុំទៅធ្វើម្ហូបឲ្យលោកម្ចាស់ញ៉ាំទៅចាមិនស្អប់សម្ដីត្រូវតែស្អប់លោកម្ចាស់នេះជាអ្នកនាងទី5ឆាប់លែងដៃទៅជាចេញsystem ចង្រៃនេះមកកថាខ្លាំងងាប់អារម្មណ៍ឯងមិនតាមមានប្រសិទ្ធភាពទៀតខ្ញុំមិនមែនត្រូវស្លាប់នៅពេលនេះទេមែនទេខាងខ្លាំងងាប់អារម្មណ៍មានប្រសិទ្ធភាពហើយបើគាត់បានប្រើប្រាស់ជាមួយគឺឈុនអ៊ីហាមនេះលោកម្ចាស់គាត់កេងលក់ហើយបែរជាគេងលក់ទៅកើតគ្រាន់តែអប់នាមមកផ្លែនលោកម្ចាស់ក៏គេងលក់ទៅហើយលោកឆាប់មកលើកច្បាញ់លោកចាញ់ទៅគេសង្កត់ខ្ញុំស្ទើរដាច់ចិត្តទៅហើយឆាប់ឡើងអត់ទេបើខ្ញុំប៉ះខ្លួនគាត់ជំងឺរបស់គាត់ច្បាស់ជារើឡើងវិញហើយបាននៅនេះទី5លោកម្ចាស់បានអញ្ចឹងជប់នេះខ្ញុំពឹងលើនៅនេះទី5ហើយមិនមែនទេអញ្ចឹងលោកមិនខ្វល់ពីការស្លាប់របស់ខ្ញុំទេណាមានតែនៅបាត់នេះមកយកសិនហើយរូបរាងដែលពេលឈុនអ៊ីហានកៃណូនេះសង្ហាក្រាន់បាន
នាងជាអ្នកណាហ៊ានមកគេងលើក្រែរបស់យើងលែងចង់រស់ហើយ ឈុនអ៊ីហានតើលោកកាត់ឈួតស្អី អ៊ីនាងនាងបានជាដឹងថាខ្ញុំជាអាមាត្យខ្លាញ់ខ្លាយស្រីលាក់ពុតឯងនេះតើហួរហ្វុងបញ្ជូននាងមកស៊ើបរឿងរបស់យើងមែនទេ លោកកំពុងតែនិយាយប្តីនឹងពេលបានសម្បត្តិចិត្តហើយចង់បដិសេធរឿងការប្រយុទ្ធមិនចោលអស់ហើយមែនទេ ខ្ញុំពិតជាត្រូវនាងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំហើយ ហា បើនាងបោកប្រាស់ខ្ញុំដោយមិនគិតពីមនោសញ្ចេតនាបានអញ្ចឹងខ្ញុំក៏មិនទុកជីវិតនាងដែរ ជួយខ្ញុំផងឆាំងហាឆាប់មកជួយខ្ញុំផងជួយផងជួយផងជួយផង លោកម្ចាស់ទុកជីវិតឲ្យនាងផងទៅអ្នកនាងទី5គឺមានគុណលើលោកម្ចាស់ឯងនិយាយថាម៉េចគេជួយខ្ញុំហ៎ការប្រយុទ្ធបាញ់ជំងឺរបស់លោករើឡើងអ្នកនាងទី5ជាអ្នកលងលោមលោកភ្លេចហើយអ្នកនាងទី5ការប្រយុទ្ធមិញខ្ញុំដូចជាគេងលក់នៅលើខ្លួននាងពិតមែន មែនហើយបើមិនខ្ញុំទេលោកប្រកាសជាឈួតរហូតដល់សម្លាប់ខ្លួនឯងហើយ នាងបានប្រើវិជាបិសាចស្អីទៅ ស្អីតែដែលថាខ្ញុំប្រើវិជាបិសាចនោះគឺខ្ញុំគឺខ្លួនប្រាណរបស់ខ្ញុំមានខ្លាំងក្រអូបចម្លែកហើយវាអាចជួយព្យាបាលជំងឺឲ្យលោកបានវាមានប្រសិទ្ធភាពជួយរងាប់អារម្មណ៍ឲ្យលោកតែម្ដងហ្នឹងយប់មិញនេះគេលក់ស្រួលយ៉ាងនេះសឹងតែសមុខទៅហើយពេលនេះបែរជាចង់បដិសេធទៅវិញពិតជាមនុស្សអាក្រក់ដែលអាក្រក់បំផុតមែន សម្ដីរបស់នាងគឺនិយាយសប្បាយបែបនេះទេ មិនអញ្ចឹងទេនោះតែលោកគិតចង់សប្បាយបែបណាទៀត គ្មានអីទេមើលទៅខ្ញុំយល់ច្រឡំចំពោះនាងហើយនាងមិនដឹងពីសមាជិកពិតរបស់ខ្ញុំទេហើយក៏មិនមែនអ៊ីហ៊ុយហ្វុងជាអ្នកបញ្ជូនមកដែរប្រហែលជានាងគ្រាន់តែស្រឡាញ់ខ្ញុំប៉ុណ្ណោះ លោកសាយស្អី ខ្ញុំសោចស្អីហ្នឹងនាងស្រឡាញ់ខ្ញុំហេតុអីក៏ខ្ញុំសប្បាយចិត្តដល់ថ្នាក់ហ្នឹងសម្ដីរបស់នាងពិតជាចម្លែកពីហើយខ្ញុំមិនជឿនាងទេ ហា នាងធ្វើស្អីហ្នឹងឆាប់ចេញពីខ្ញុំទៅ លោកហាត់មើលបានល្អតែហើយយកអារម្មណ៍ទៅហាត់មើលតើក្លិនក្អូបនៅលើខ្លួនខ្ញុំនេះក្អូបណាស់មែនទេហើយពេលដែលហាត់ហើយគឺមានអារម្មណ៍ថាស្ងប់ចិត្តល្អណាស់មែនទេ នៅលើខ្លួនរបស់នាងពិតជាមានក្លិនក្រអូបចម្លែកមែននៅពេលដែលហាត់ហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំស្ងប់ពិតមែន របស់ដែលស៊ីស្ទឹមបង្កើតឡើងប្រកាសជារបស់ល្អហើយខ្ញុំនិយាយថាមិនអាចជួយឆ្កែចិត្តឈុនអ៊ីហានម្នាក់នេះបានទេក៏ប៉ុន្តែចង្កេះរបស់ឈុនអ៊ីហាននេះគឺពិតជាតូចមែនហាលោកម្ចាស់លោកមកតែខ្ញុំបានជួយលោកទៅហើយចាត់ស្មោះរបស់ខ្ញុំនេះគឺគ្រប់គ្រាន់ហើយមែនទេអញ្ចឹងរឿងចាប់សម្ព័ន្ធមិត្តនោះ ភាពស្មោះត្រង់នេះមិនគ្រប់គ្រាន់ទេឆាងហើយជួននាងទៅវិញបានអ្នកនាងទី5សុំទោសផង ណាលោកកំពុងតែដល់ត្រែខ្សែគូនហើយណាតែលោកដឹងទេចាំមើលណាខ្ញុំមិនជឿថាមិនអាចជួយចិត្តលោកបានទេ ពិតជាគ្រោះថ្នាក់មែនទើបតែធ្លាក់ក្នុងដៅទៅហើយស្រីម្នាក់នេះប្រកាសជាមិនមែនជាមនុស្សធម្មតាទេគួរតែនៅឲ្យឆ្ងាយពីនាងបន្តិចខ្លាំងស្អីចេះពិតជាឈ្ងុយមែនទែនឯងទៅមើលបាន ហើយយ៉ាពិតជាឈ្ងុយមែន
ខ្ញុំចេះតែថាមានអ្នកណាដែលអាចតបទៅជាមួយនឹងការពង្វក់នៃបាត់បញ្ជូននេះបាននេះគឺជាគ្រឿងបាត់បញ្ជូនដែលខ្ញុំប្រើភាពវិការធ្វើឲ្យជួយមនុស្សចាស់ឆ្លងផ្លូវចំនួន10នាក់ហើយផ្ដល់រង្វាន់ពី system មកចាំមើលតើលោកត្រឹមបានទេ អ្នកនាងទី5 ហា នេះអ្នកនាងខ្ពស់ធ្វើស្អីហ្នឹង កំពុងតែអាំងសាច់